បើនេត្រាខ្ញុំលើកថាបណ្ដំនឹងសេរស័យប្រាការៈបញ្ចេញបោហាទៅតាមវិយោតន្ត្រីហើយឧបមាថាខ្ញុំជាសារដាស់តឿននៅក្តីសម័យសុថាអ្នកណាកាពីកុមារប្រាថ្នាខ្លាចជាសិទ្ធិឆាជីវិតនៅវែងឆ្ងាយយើងដើរមករៀងយូរហើយយើងជួបភ្លៀងយើងជួបនៅទុកឥតស្បាយតែនៅប្រាប់ខ្លួនឯងត្រូវតែខំប្រឹងប្រែងជំនះរអូបប្រសាសដែលចង់មកកាក់ទូមានតែឯងការពីតូចក្រូចឆ្មាទៅសាលាខ្ញុំជិះកង់ពេលនោះគឺមានលោកបាជាអ្នកទំនុកបំរុងពេលដែលធំដឹងក្តីអ្វីលេងដូចពីមុនទំនុកហើយនឹងទំនួលយើងត្រូវទទួលបន្ទុកដ៏ធ្ងន់ងើពីព្រឹកទៅធ្វើការពិតតែវាសន្សំសំចៃមិនហ៊ានស៊ីមិនហ៊ានចាយរីខ្លាចចាយមិនគ្រប់ថ្ងៃបនតែដងថ្ងៃចូលឆ្នាំព្រោះពុកម៉ែក៏នៅចាំជួបជុំនៅបងប្អូនយើងទៅវត្តប្រគេងចង្ហាន់អ្នកហត់មែនទេតារ៉ារ៉ាអ្នកហឺតមែនទេតារ៉ារ៉ាអ្នកសែនមែនទេតារ៉ារ៉ាអ្នកហត់មែនទេតារ៉ារ៉ាបើនេត្រាខ្ញុំលើកថាបណ្ដំនឹងសេរស័យប្រាការៈបញ្ចេញបោហាទៅតាមវិយោតន្ត្រីហើយឧបមាថាខ្ញុំជាសារដាស់តឿននៅក្តីសម័យសុថាអ្នកណាកាពីកុមារប្រាថ្នាខ្លាចជាសិទ្ធិបើនេត្រាខ្ញុំលើកថាបណ្ដំនឹងសេរស័យប្រាការៈបញ្ចេញបោហាទៅតាមវិយោតន្ត្រីហើយឧបមាថាខ្ញុំជាសារដាស់តឿននៅក្តីសម័យសុថាអ្នកណាកាពីកុមារប្រាថ្នាខ្លាចជាសិទ្ធិហាអើយថាមានរូបគឺមានទុកទាំងកើតចាស់ឈឺស្លាប់អ្នកណាតែដឹងនៅថ្ងៃមុខហាអើយថាត្រូវរស់សន្សំសុខយើងប្រើជីវិតខ្លួនឲ្យសប្បាយចាយពេលអនាគតក៏ចោលឲ្យអស់នៅរឿងស្មុគស្មាញទេតដាក់មកត្រិបយើងកាត់សាញទេជប់ដាក់សម្ពាធឲ្យខ្លួនឯង take care ខ្លួនឯងយើងឈាមនៅខ្លួនឯងចាប់ផ្ដើមឡើងជាមួយនឹងថ្ងៃថ្មីគ្រប់យ៉ាងនឹងប្រែជាមានន័យបើគេថាឯងមិនកើតឲ្យធ្វើអីកើតក៏ដាក់ថ្ងៃខ្ញុំបើកនេត្រាខ្ញុំលើកហថាប្រណំមកសេរស័យប្រាការៈបញ្ចេញបោហាទៅតាមវិយោតន្ត្រីហើយឧបមាដែលខ្ញុំជាសារដាស់តឿននៅក្តីស្រមៃសុថាអ្នកណាកាពីកុមារប្រាថ្នាខ្លាចជាស្ត្រីខ្ញុំបើកនេត្រាខ្ញុំលើកហថាទូមួយជីវិតទោះបីជាជួបរឿងច្រាមបណ្ណាក៏យើងត្រូវតែក្រោកឈរដោះស្រាយនឹងបញ្ហាស្រឡាញ់តែខ្លួនឯងនៅក្រោយគឺគ្រួសារពេលនេះអ្នកហត់តែមែនទេពេលនេះអ្នកហឺតតែមែនទេពេលនេះអ្នកហត់តែមែនទេត្រូវប្រាប់ខ្លួនឯងមិនអីទេ